ទស្សនិកជនជាទីមេត្រីនៅពេលកន្លងសាលារៀននៅតំបន់ដែលមានជនជាតិភាគតិចច្រើនតែងតែទទួលបានការវិនិយោគកសាងសម្ភារៈនិងថ្នាក់រៀនដើម្បីបង្កលក្ខណៈសម្រាប់សិស្សានុសិស្សក្នុងការសិក្សាបានល្អអាស្រ័យហេតុនេះរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅតំបន់ជនជាតិភាគតិចសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមេតុងសម្រេចបទដ្ឋានជាតិក្នុងឆ្នាំ2022ដោយលក្ខណៈនៃសាលាជនជាតិអន្តេវាសិកគឺសិស្សស្នាក់នៅមណ្ឌលសាលានិងទៅផ្ទះមួយសប្តាហ៍ម្ដងដូច្នេះក្នុងប៉ុន្មានឆ្នាំកន្លងសាលាកសាងផែនការនិងអនុវត្តការបង្រៀនតាមការវិភាគពីពេលក្នុងមួយថ្ងៃសាលាតែងម្ចាស់ការកសាងផែនការជំនាញផែនការអប់រំក្រមមុខវិជ្ជាអនុវត្តរវាងរវៃស្របតាមស្ថានភាពជាក់ស្ដែងរបស់សាលាដើម្បីធានាការបង្រៀននិងរៀនតាមកម្រិតសម្រេចនៃកម្មវិធីបង្រៀនបណ្ដាមុខវិជ្ជាសកម្មភាពអប់រំតាមកម្មវិធីអប់រំសកលឆ្នាំ2018បដូរថ្មីវិធីសាស្ត្ររូបភាពបង្រៀននិងពិនិត្យវិតម្លៃតាមតម្រង់ទិសអភិវឌ្ឍគុណភាពនិងសមត្ថភាពរបស់សិស្សនាពេលកន្លងសាលាក៏បានវិនិយោគមូលដ្ឋានសម្ភារៈនិងសិក្ខាបកបម្រើការបង្រៀនមានទូរទស្សន៍6គ្រឿងបានរៀបចំក្នុងថ្នាក់រៀន6បន្ទប់និងម៉ាស៊ីនបញ្ចាំងរូបភាពនៅក្នុងបន្ទប់ពហុមុខងារ1គ្រឿងđối với trường dân tộc nội trú ចំពោះសាលាជនជាតិអន្តេវាសិកសិស្សស្នាក់នៅក្នុងសាលាមានភាពងាយស្រួលជាច្រើនដូចជាសិស្សស្នាក់នៅនឹងកន្លែងបានទំនាក់ទំនងជាមួយនឹងគ្រូជាប្រចាំហើយក្រៅម៉ោងសិក្សាបងប្អូនពេលយប់នៅតែងរៀនដោយខ្លួនឯងព្រមទាំងបានលោកគ្រូអ្នកគ្រូប្រចាំការពេលយប់ណែនាំបងប្អូនបន្ថែមនោះគឺការងារងាយស្រួលបំផុតអំពីមូលដ្ឋានសម្ភារៈរបស់សាលាក៏បានធានាបង្គាប់បន្ទប់រៀនសត្វតែដំឡើងទូរទស្សន៍ដើម្បីងាយស្រួលបម្រើការងារបង្រៀនអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្សក្នុងប៉ុន្មានឆ្នាំកន្លងការងារអប់រំនៅតំបន់ជនជាតិភាគតិចតែងបានការយកចិត្តទុកដាក់តាមរយៈគោលការណ៍យន្តការគោលនយោបាយជំនួយនិងប្រភពទុនវិនិយោគអភិវឌ្ឍបបហេតុអប់រំនៅតំបន់ជនជាតិភាគតិចមានការវិវត្តយ៉ាងសកម្មចំណាប់អារម្មណ៍វិនិយោគរបស់បកនិងរដ្ឋរួមនឹងបណ្ដាគោលនយោបាយជំនួយបានបង្កលក្ខណៈងាយស្រួលរួមទាំងស្មារតីសាមគ្គីនិងខិតខំរបស់គ្រូបង្រៀនអស់ពីកម្លាំងកាយកម្លាំងចិត្តស្រឡាញ់អាជីពស្វិតស្វាញប្រឡងប្រណាំងបង្រៀនល្អបានអុជបំភ្លឺក្តីសង្ឃឹមសម្រាប់សិស្សនៅតំបន់ជនរួមជាតិខ្មែរmấy năm nay là cấp trên ក្នុងប៉ុន្មានឆ្នាំនេះបានថ្នាក់លើយកចិត្តទុកដាក់ជាខ្លាំងលើវិស័យអប់រំជួសជុលសាលាទ្រុឌទ្រោមឲ្យស្របតាមបទដ្ឋានសាលាជាតិវិនិយោគលើសាលាមត្តេយ្យនិងសាលាបឋមសិក្សាស្អាតធំទូលាយព្រមគ្នាវិនិយោគពង្រីកផ្លូវបង្កលក្ខណៈងាយស្រួលដល់មេមាងនិងសិស្សានុសិស្សក្នុងការធ្វើដំណើរឆ្នាំសិក្សា2025-2026សាលាអនុវិទ្យាល័យវងធើមមានថ្នាក់រៀន27បន្ទប់ដែលមានសិស្សសរុបចំនួន1000ប្អូនក្នុងនោះសិស្សជនជាតិខ្មែរស្របប្រហែល 59% ដើម្បីធានាមូលដ្ឋានសម្ភារៈឆ្នាំសិក្សាថ្មីចាប់តាំងពីខែមិថុនាឆ្នាំ2025មកសាលាបានដំណើរការកែលម្អចនផ្តល់ដីនិងជួសជុលបន្ទប់អនាម័យឡើងវិញដោយថវិកាសរុបប្រហែល 1000 លានដុល្លារក្នុងប៉ុន្មានឆ្នាំកន្លងសាលាបានបង្កើនការហ្វឹកហាត់និងណែនាំគ្រូបង្រៀនអំពីទម្រង់វិធីសាស្ត្រនិងបច្ចេកទេសបង្រៀនយ៉ាងសកម្មពង្រីកលក្ខណៈម្ចាស់ការនិងសិក្សាដោយខ្លួនឯងរបស់សិស្សឆ្លងតាមការរៀបចំដំណើរការបង្រៀនទៅជាសកម្មភាពសិក្សាដើម្បីអនុវត្តទាំងក្នុងនិងក្រៅថ្នាក់រៀនtrong quá trình giảng dạy ở trường thì ក្នុងអំឡុងពេលបង្រៀននៅសាលាក៏មានភាពងាយស្រួលជាច្រើននោះគឺបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ថ្នាក់គណៈតំណាងអាណាព្យាបាលសិស្សនិងសប្បុរសជនចំពោះភារកិច្ចបង្រៀនរបស់សាលាទន្ទឹមនឹងនោះគ្រូបង្រៀនខំអស់ពីកម្លាំងកាយចិត្តក្នុងការងារបង្រៀនហើយតែងតែសិក្សាដោយខ្លួនឯងដើម្បីលើកកម្ពស់កម្រិតវិជ្ជាសម្រាប់ល្អភារកិច្ចបានប្រកល់luôn tự học tự nâng cao trình độ
ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំឆ្លើយតបតម្រូវការអំពីបដិថ្មីអប់រំទន្ទឹមនឹងការបដិថ្មីខ្លឹមសារនិងវិធីសាស្ត្របង្រៀនគឺការបដិថ្មីទម្រង់រៀបចំសកម្មភាពបង្រៀនបដិថ្មីទម្រង់បែបបទនិងវិធីសាស្ត្រវិតម្លៃលទ្ធផលសិក្សាអភិវឌ្ឍសមត្ថភាពរបស់សិស្សលើកកម្ពស់គុណភាពបង្រៀនតែងបានសាលាយកចិត្តទុកដាក់អនុវត្តចំពោះការខិតខំរបស់សមូហភាពកម្មាភិបាលគ្រូបង្រៀនបុគ្គលិកនិងសាជាមួយការរួមដំណើរជំនួយពីរដ្ឋបាលនិងអាណាព្យាបាលសិស្សសាលាខិតខំក្នុងឆ្នាំសិក្សា 2025-2026 និងក្លាយជាឆ្នាំសិក្សាថ្មីដោយមានការវិវត្តយ៉ាងសកម្មជាច្រើនរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំរបស់សាលានិយាយដោយឡែកនិងភូមិភាគនិយម trong năm học 2025 ក្នុងឆ្នាំសិក្សា 2025-2026 សាលាក៏សង្កេតច្បាស់នៅគោលដៅលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយទន្ទឹមនឹងនោះក៏បង្រៀនតាមបែបផ្សេងគ្នាដើម្បីជំនួយដល់សិស្សជនជាតិភាគតិចទន្ទឹមនឹងនោះសាលាក៏អនុវត្តវិជ្ជាវិទ្យាក្នុងការបង្រៀននិងអនុវត្តបង្វែរ Digital ក្នុងវិស័យអប់រំព្រមទាំងបដូរថ្មីវិធីសាស្ត្របង្រៀនដើម្បីលើកកម្ពស់គុណភាពអប់រំរបស់សាលាដោយមានការខិតខំរបស់សមូហភាពកម្មាភិបាលគ្រូបង្រៀនបុគ្គលិកសិស្សនឹងរួមដំណើរគាំទ្ររបស់រដ្ឋបាលភូមិភាគនិងអាណាព្យាបាលសិស្សយើងខ្ញុំសង្ឃឹមថាឆ្នាំសិក្សា 2025-2026 នឹងសម្រេចបានស្នាដៃលេចធ្លោរួមចំណែកលើកកម្ពស់គុណភាពអប់រំរបស់សាលានិយាយដោយឡែកក៏ដូចជាគុណភាពអប់រំរបស់គុំនិយាយរួម giáo dục của xã nhà nói ក្នុងប៉ុន្មានឆ្នាំកន្លងអប់រំនៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់មានជនរួមជាតិខ្មែររស់នៅច្រើនមានការវិវត្តខ្លាំងមូលដ្ឋានសម្ភារៈសាលានិងថ្នាក់រៀននៅគ្រប់កម្រិតកាន់តែបានវិនិយោគស្អាតធំទូលាយនិងទំនើបឆ្លើយតបល្អតម្រូវការសិក្សារបស់បងប្អូនក្នុងភូមិភាគខឿនគ្រឹះនេះបានរួមចំណែកដល់គុណភាពអប់រំនៅសាលារៀនក្នុងតំបន់ជនជាតិខ្មែរកែលម្អនិងលើកស្ទួយជាបន្តិចម្ដងថ្មីនេះការងារគ្រប់គ្រងនៅបណ្ដាសាលារៀនមានការវិវត្តល្អជាច្រើនដែលផ្ដោតទៅលើការគៀកោសាស្ត្របដូរថ្មីវិធីសាស្ត្រគ្រប់គ្រងនិងបង្រៀនលើកកម្ពស់គុណភាពអប់រំនិងប្រសិទ្ធភាពនៅគ្រប់កម្រិតសិក្សាភូមិភាគនានាតែងតែយកចិត្តទុកដាក់លើការចាត់តាំងគៀកោរក្សាសាស្ត្រចូលរៀនផ្ដោតលើគុណភាពសាស្ត្រជួយនឹងបង្កលក្ខណៈសម្រាប់សិស្សក្រនិងកុមារមានស្ថានភាពលំបាកក្នុងការទៅសាលារៀនដើម្បីបញ្ចប់ថ្នាក់និងកម្រិតសិក្សារៀបចំល្អផែនការអនុវត្តចរណាបំផុសទិវាទូទាំងប្រជាជននាំកុមារទៅសាលារៀនជំរុញមមការងារសង្គមពាណិជ្ជកម្មអប់រំកសាងការយល់ដឹងក្នុងសហគមន៍ទូទាំងប្រជាជនយកចិត្តទុកដាក់ក្នុងបុព្វហេតុអប់រំ như là phấn khởi rất nhiều bây giờ សប្បាយរីករាយជាខ្លាំងចំពោះសាលាស្អាតធំទូលាយដើម្បីឲ្យកូនចៅទៅសាលារៀនបានត្រឹមត្រូវមិនដូចកាលពីមុនឡើយកាលពីមុនផ្លូវភក់ល្បាប់វេទនាណាពេលនេះមានផ្លូវចាក់កៅស៊ូត្រឹមត្រូវមានមីងនៅក្នុងភូមិសប្បាយចិត្តជាខ្លាំង hơi hồi xưa rất nhiều ក្នុងប៉ុន្មានឆ្នាំកន្លងសាលានៅតំបន់ជនរួមជាតិតែងបានការយកចិត្តទុកដាក់វិនិយោគកសាងមូលដ្ឋានសម្ភារៈសាលាថ្នាក់រៀនស្អាតធំទូលាយគឺដោយការវិនិយោគនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សានុសិស្សបន្តការសិក្សាបានល្អយោងតាមនោះបង្កើតឃើញគ្រឹះរួមចំណែកលើកកម្ពស់គុណភាពអប់រំនិងបណ្ដុះបណ្ដាលនៅទីក្រុងនិយាយរួមនិងអប់រំនៅតំបន់ជនជាតិភាគតិចនិយាយដោយឡែក ដើម្បីឆ្លើយតបតម្រូវការបដូរថ្មីនិងអភិវឌ្ឍនៅក្នុងឆ្នាំសិក្សាថ្មីនេះកម្មាភិបាលគ្រូបង្រៀនក៏បានវឹកហាត់អនុវត្តបញ្ញាសិប្បនិម្មិតក្នុងការងារគ្រប់គ្រងនិងបង្រៀនផងដែរដោយមានខ្លឹមសារពេញនិយមនៅលើកម្មវិធី AI ដូចជាឧទ្ទេសនាមអំពីនិន្នាការបច្ចេកវិទ្យាថ្មីក្នុងការអប់រំទូនាទីនិងសក្តានុភាពរបស់ AI ក្នុងការបង្រៀននិងគ្រប់គ្រងសាលារៀន បែងចែកឧបករណ៍ AI ដាក់ពេញនិយមនាពេលបច្ចុប្បន្ននិងតម្រង់ទិសកម្មវិធីសមស្របទៅកម្រិតអប់រំនីមួយៗអនុវត្ត AI ក្នុងការងាររដ្ឋបាលប្រើប្រាស់ AI ដើម្បីជំនួយដល់ការរៀបចំរបាយការណ៍បង្កើតផែនការប្រចាំសប្តាហ៍ក្នុងមួយខែព្រៀងឯកសារជូនដំណឹងនិងសន្ទរកថាដោយរបៀបមួយយ៉ាងឆាប់រហ័សត្រឹមត្រូវនិងប្រស័មចៃពេលវេលាគ្រប់គ្រងពេលវេលានិងអភិវឌ្ឍសមត្ថភាព Digital ជួយកម្មាភិបាលគ្រប់គ្រងប្រើប្រាស់ AI ដើម្បីរៀបចំការងារតាមបែបវិធីសាស្ត្រធ្វើស្វ័យប្រវត្តិកម្មកិច្ចការគ្រប់គ្រងប្រចាំថ្ងៃមួយចំនួនអនុវត្ត AI ក្នុងការរចនានិងបង្រៀន
នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចៅថៃឆ្នាំសិក្សា 2025-2026 មាន 8 ថ្នាក់ដោយមានសិស្សប្រហែល 270 ប្អូន ដើម្បីរៀបចំល្អមូលដ្ឋានសម្ភារៈសម្រាប់ឆ្នាំសិក្សាថ្មី សាលាបានពិនិត្យឡើងវិញ និងបន្ថែមមូលដ្ឋានសម្ភារៈ និងឧបករណ៍បង្រៀនមួយចំនួន ដើម្បីបំពេញតម្រូវការបង្រៀនជាមូលដ្ឋានមណ្ឌលអន្តេវាសិកដ្ឋានក៏បានជួសជុលផងដែរ ក្នុងការថែរក្សានិងគ្រប់គ្រងឧបករណ៍បង្រៀនត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ នាពេលកន្លងកម្មាភិបាលគ្រូបង្រៀននិងបុគ្គលិកចូលរួមយ៉ាងពេញលេញក្នុងថ្នាក់ហ្វឹកហាត់បំពន់អាស្រ័យថ្នាក់លើចិត្តតាំង Tôi thấy thì trong những năm qua thì công tác giảng dạy ខ្ញុំឃើញថាប៉ុន្មានឆ្នាំមកនេះការងារបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចៅថៃបានទទួលការយកចិត្តទុកដាក់និងជំនួយយ៉ាងដិតដល់ពីថ្នាក់ដឹកនាំពីផ្នែកអប់រំរដ្ឋបាលភូមិភាគនិងទាំងអាណាព្យាបាលសិស្សគ្រប់លំដាប់ថ្នាក់អំពីលក្ខណៈមូលដ្ឋានសម្ភារៈមួយថ្ងៃកាន់តែបានកែលម្អដូច្នេះមានភាពងាយស្រួលសម្រាប់សមូហភាពគ្រូបង្រៀនផ្សព្វផ្សាយការងារបង្រៀនសម្រាប់បានប្រសិទ្ធភាពទន្ទឹមនឹងនោះសិស្សក៏ទទួលបានការយកចិត្តទុកដាក់ទំនុកបម្រុងដើម្បីបង្កលក្ខណៈល្អបំផុតសម្រាប់បងប្អូនក្នុងការសិក្សានិងលត់ដំនោះគឺជាលក្ខណៈដ៏ល្អសម្រាប់យើងខ្ញុំទទួលបានពីសាលាជនជាតិអន្តេវាសិកនេះ điều kiện tốt mà chúng tôi có được từ cái trường dân tộc nội trú ក្នុងឆ្នាំសិក្សាកន្លងសមូហភាពសាលាបដិញ្ញាថានឹងខិតខំអនុវត្តសម្រេចនៅខ្លឹមសារតាមផែនការរក្សាសណ្ដាប់ធ្នាប់ក្នុងការបង្រៀននិងរៀនរៀបចំការបង្រៀននិងរៀនដើម្បីធានាតាមផែនការការវិភាគឆ្នាំសិក្សានិងកម្មវិធីអប់រំតាមសេចក្តីកំណត់គុណភាពនៃការអប់រំសម្រេចល្អបង្គួរទាំងពីវិស័យដូចអត្រាសាស្ត្រចំឆ្នាំពីបង្គួរឡើងទៅសម្រេចជាង 82% មានការសាមគ្គីនិងឯកភាពគ្នាក្នុងសមូហភាពក្រុមប្រឹក្សាគរុកោសល្យ ឆ្នាំសិក្សា 2025-2026 គឺជាឆ្នាំសិក្សាដំបូងបន្ទាប់ពីការរួមបញ្ចូលខេត្តនិងកសាងរដ្ឋបាលភូមិភាគពីកម្រិតសាលារៀននានាឈានចូលឆ្នាំសិក្សាថ្មីជាមួយនឹងការបដិញ្ញានិងសង្ឃឹមថ្មីក្នុងឆ្នាំសិក្សាថ្មី 2025-2026 បន្តការផ្សព្វផ្សាយព្រមៗគ្នានិងអនុវត្តដំណោះស្រាយយ៉ាងសកម្មដើម្បីមិនបង្អង់លើកកម្ពស់គុណភាពអប់រំរួមចំណែកក្នុងការអនុវត្តជោគជ័យគោលដៅលើកកម្ពស់ប្រជាបញ្ញាបណ្ដុះបណ្ដាលធនធានមនុស្សនាពេលបច្ចុប្បន្ននិងអុជបំភ្លឺក្តីស្រមៃនៃចំណេះដឹងសម្រាប់សាសជនរួមជាតិ